ថ្ងៃហ្នឹងខ្ញុំមកធ្វើនុយឆាជាមួយនឹងសាច់គោដែលមានរសជាតិឆ្ងាញ់មិនចាញ់មីគីឡូប្រហែលទេបងប្អូនធ្លាប់តែយកនុយទៅស្រុះញ៉ាំជាមួយកាទៀវជាមួយទឹកស៊ុបអីអញ្ចឹងណាឥឡូវសាកយកវាមកឆាជាមួយនឹងសាច់គោម្ដងមើលថារសជាតិឆ្ងាញ់មិនដែរនុយក្រៀមខ្ញុំទិញមក3ខាំហើយចំណេញបងប្អូនមួយខាំដូចជាតែ500ឬក៏1000អីមិនដឹងទេគឺធូរថ្លៃមែនតើខ្ញុំទិញមកតែ3ខាំឯណាឆាបានដល់មួយខ្ទះធំហើយជាដំបូងយើងត្រូវចាក់នុយនេះត្រាំជាមួយនឹងទឹករយៈពេល1ម៉ោងទៅ2ម៉ោងសិនណាមុននឹងធ្វើបងប្អូនទៅជាតិត្រាំចង់ឲ្យហើយដោយសារតែខ្ញុំធ្វើនេះរឿងបញ្ញាប់អញ្ចឹងហើយនុយនេះខ្ញុំត្រាំបានតែ1ម៉ោងទេសភាពនុយគឺឡើងរីកទន់តិចឯណាហើយយើងធ្វើការដាំទឹកឲ្យពុះដើម្បីស្រោះនុយរបស់យើងនុយនេះខ្ញុំស្រោះចូលប្រហែលជា5នាទីទៀតជាមួយនឹងទឹកក្តៅបងប្អូនអាសាគោវាផងតែបើបងប្អូនត្រាំនុយបានយូរបងប្អូនស្រោះតែ3នាទីអីបានហើយមើលតែសភាពនុយយើងរៀងទន់ណាគឺបានហើយរួចហើយស្រង់វាយកមកត្រាំជាមួយនឹងទឹកត្រជាក់ធម្មតាត្រាំវាអញ្ចឹងដើម្បីកុំឲ្យនុយរបស់យើងស្អិតជាប់គ្នាហើយមិនមែនត្រាំយូរណាគឺត្រាំតែមួយផ្លែតហ្នឹងហើយយើងស្រង់វាចេញមកតែត្រង់វាឲ្យស្រក់ទឹកបន្តិចឲ្យស្ងួតទឹកបន្តិចណាហើយនុយរបស់ខ្ញុំគឺសភាពវាឡើងថ្លាល្អតែម្ដងអត់ទន់ពេកអត់រឹងពេកទេរួចហើយយកនុយនេះមកអ៊ឹបគ្រឿងចោលបន្តិចបើឲ្យពេលឆាទៅវាមានជាតិនៅក្នុងនុយនេះស្រាប់តែម្ដងហើយខ្ញុំដាក់តែប្រេងខ្យងកន្លះស្ព្រានិងម្សៅស៊ុបកន្លះស្ព្រាសបល់វាទុកប្រហែលជា5នាទីសាច់គោនេះខ្ញុំឆាប្រហែលជាមិនដល់មួយខាំទេបងប្អូនហើយបងប្អូនមើលផងសាច់គោហាន់តែតឹងសាច់ទៅផុយបើមិនជាហាន់បដ ៗវាអត់សូវផុយទេហើយយកមកឆាអញ្ចឹងបងប្អូនទៅរើសយកសាច់ចុងភ្លៅឬក៏សាច់ផុយពួកអីយើងត្រូវការឆាតែមកត្រឡប់ទេកុំឲ្យវាស្វិតបើបន្លែគេវិញគ្មានអីញ៉ៃទេមានតែផ្កាគូឆាយតែបន្តិចកាត់វាជាកង់មកហើយមុននឹងឆាយើងត្រូវលីគ្រឿងឲ្យហើយខ្ញុំដាក់ស្ករមួយស្ព្រាបាយទឹកត្រីមួយស្ព្រាបាយប្រេងខ្យងដាក់តែកន្លះស្ព្រាបាយទៀតទេដោយសារខ្ញុំអ៊ឹបជាមួយនឹងនុយរួចហើយម្ទេសកំប៉ុងហ្នឹងខ្ញុំដាក់មួយស្ព្រាបាយហើយដាក់ទឹកថែមបន្តិចផងទឹកម្ទេសហ្នឹងត្រូវដាក់2ស្ព្រាបាយតែដោយសារវារៀងមានរសជាតិហឹរដែរខ្ញុំខ្លាចកូនខ្ញុំញ៉ាំអត់បានអញ្ចឹងខ្ញុំដាក់តែមួយស្ព្រាបាយទេហើយបងប្អូនធ្វើត្រូវដាក់2ស្ព្រាបាយទើបត្រូវតាមស្តង់ដារគេឥឡូវហ្នឹងយើងចាប់ដើមឆាហើយពេលបំពងខ្ទឹមរាងក្រហមហើយយើងធ្វើការចាក់សាច់គោរបស់យើងចូលសាច់គោឆាតែមកត្រឡប់អីបានហើយតោះមកយើងចាក់ទឹកគ្រឿងដែលយើងបានកូរមុនហ្នឹងចូលតែម្ដងរួចហើយយើងធ្វើការចាក់នុយរបស់យើងចូលតែម្ដងបងប្អូនមើលអញ្ចឹងឃើញដូចមានទឹកប៉ុន្តែពេលដែលយើងចាក់នុយរបស់យើងចូលកូរត្រឡប់ទៅគឺនុយរបស់យើងហ្នឹងវាបឺតទឹកវាជ្រាបជាមួយនឹងនុយរបស់យើងអស់តែម្ដងឆានុយឲ្យបានមកត្រឡប់ពីហើយសូមធ្វើការដាក់ផ្កាកូឆាយចូលហើយផ្កាកូឆាយខ្ញុំយកតែដើមទេហើយខ្ញុំដាក់តែបន្តិចទៀតដោយសារកូនខ្ញុំគាត់អត់សូវចេះញ៉ាំបន្លែប្រហែលទេឆាតែមកត្រឡប់ពីទៀតគឺបានហើយដោយសារផ្កាកូឆាយហ្នឹងវាឆាប់ឆ្អិនទេនុយឆារបស់យើងរួចរាល់ហើយបងប្អូនឃើញតំណងអត់បើសិនជាបងប្អូនជួយចិត្តអាចជៀនពងទាដាក់ពីលើថែមមកក្របទៀតណាបើខ្ញុំវិញអត់បានជៀនទេដោយសារការធ្វើវីដេអូនេះមានការស្លន់ជាខ្លាំងអញ្ចឹងអត់បានជៀនពងទាដាក់ពីលើទៀតទេបងប្អូនដែលចូលចិត្តអាចជៀនពងទាដាក់ពីលើទៀតបានណាគឺឆ្ងាញ់មែនតើមិនចាញ់មីគីឡូឆាអរគុណច្រើនបងប្អូនចំពោះការទស្សនាវីដេអូនេះដល់ចប់កុំភ្លេចជួយចុច like subscribe និង follow page ម្នាក់មួយផងណា Thank you bye bye